សួស្តីអ្នកគ្នាតាមមកដល់លេង City Walk នៅក្នុងទីក្រុងជូហែជាមួយខ្ញុំអ្នកទាំងអស់គ្នានេះពេលល្ងាចពួកខ្ញុំជិះឡានក្រុងដើម្បីទៅកន្លែងដើរលេងនឹងហើយពេលចូលពីឡានក្រុងហ្នឹងខ្ញុំបានដើរ explore នៅតាមផ្លូវនិយាយទៅចូលពីឡានក្រុងហ្នឹងហើយគឺដើរពេញនឹងតែម្ដងខ្ញុំពងថតហ្នឹងគឺជាកន្លែងចតកង់សាធារណៈអ្នកគ្នាហើយពួកខ្ញុំក៏បានដើរលេងនៅតាមផ្លូវមើលស្អាតអីគេដើរតាមផ្លូវល្ងាចឡើងអីចឹងណាអ្នកគ្នាហើយតាមផ្លូវហ្នឹងមានហាងតូចៗហាងលក់អាហារហាងលក់អីវ៉ាន់អីផ្សេងច្រើនខ្លាំងមែនតើរបៀបពួកខ្ញុំដើរនេះដើរ explore ចេះតែដើរទៅអ្នកគ្នាដើរមើលទីក្រុងគេទេសភាពទីក្រុងគេមិនអីចឹងណាពេលពួកខ្ញុំចេញពីរៀនចឹងទៅក៏ខ្ញុំដើរមើលទេសភាពអីចឹងហើយចេញដើរហ្នឹងចេញដើរជាក្រុមតែម្ដងអត់ដើរតែម្នាក់ទេដើរទៅដល់ហ្នឹងឡើងផ្អើលជុតជាតិចិនហ្មងណាហើយភាគច្រើនគេលក់អីវ៉ាន់ច្រើនណាអ្នកគ្នានៅតាមហ្នឹងសិតតែហាងមានកន្ទត់ទូចដូចដែលទាំងអស់គ្នាបានឃើញអញ្ចឹងហើយពួកខ្ញុំដើរមើលអីពេញហ្នឹងអញ្ចឹងទៅចេះតែដើរទៅបើអត់ដឹងទៅណាអ្នកគ្នាបន្ទាប់មកពួកខ្ញុំក៏បានចូលទៅផ្សារទំនើបដើម្បីចូលមើលបានគេលក់មានអីគេខ្លះហើយធំមែនតែខ្ញុំដើរឡើងចង់ចេញក្អួតវិលមុខចង់ងាប់ពេកអាហ្នឹងមិនផ្សារទំនើបទេរបៀបបែប mini mart តែរៀងធំណាអ្នកគ្នាហើយគេលក់ស្អីក៏មានដែរបន្ទាប់ពីចេញពីហ្នឹងមកបានពួកខ្ញុំដើរមើលនៅផ្សាររាត្រីគេដែលនៅចិត្តហ្នឹងអ្នកគ្នាទៅអាហ្នឹងដូចផ្សាររាត្រីគេចឹងគេមានលក់អីវ៉ាន់ច្រើនណាហើយហាងច្រើនមែនតែពួកខ្ញុំដើរឡើងចង់ចេញក្អួតមកដើរឡើងហត់ពួកខ្ញុំដើររហូតតទៅដល់យប់មកអ្នកគ្នាតែខ្ញុំដើរមួយថ្ងៃវាតាំងពីល្ងាចហ្នឹងមកហ្នឹងគឺដើររហូតហើយឡែនេះកន្លែងគេលក់នំខេកលក់អីចឹងណាបន្ទាប់មកពួកខ្ញុំក៏ដើរ explore នេះល្ងឹតហើយក៏បានដើរមើលតាមហាងចិនគេរបៀបគេលក់របស់ញ៉ាំហាងគេធំតូចអីហ្នឹងដូចដែរខ្ញុំធ្លាប់ឃើញនៅខ្មែរយើងចឹង vibe ស្តៀងតែគ្នាហ្នឹងអ្នកគ្នាគ្មានអីខុសគ្នាទេទៅពេលច្រើននៅហ្នឹងគេចូលចិត្តហូបស៊ីអ្នកគ្នាហាងអីក៏មានតែមានច្រើនខ្លាំងមែនតែបន្ទាប់ពីចេញពីហ្នឹងមកពួកខ្ញុំក៏បានដើររហូតទៅដល់ផ្សារទៅនៅមួយឈ្មោះអៅឡុងផ្សារហ្នឹងរៀងធំដែរអ្នកគ្នាហើយក្នុងហ្នឹងអីក៏មានដែរពួកនេះដែរញ៉ៃពីហ្នឹងចាឃើញមានតុក្កតាមានអីហ្នឹងគឺខ្ជូតខ្លាំងមែនតែបន្ទាប់មកពួកខ្ញុំក៏បានចូល explore នៅក្នុងផ្សារគេហ្នឹងហើយមាន Starbucks មាន Miniso មានអីចាជិះអត់ផុតពីគ្នាខ្ញុំទេគឺពួកវាចូលទិញបន្លាញបក់ហើយនេះចាផ្សាររបស់គេស្អាតខ្លាំងមែនតែធំណាអ្នកគ្នាពីក្រៅមកអត់ដឹងថាអញ្ចឹងបន្ទាប់ពីហ្នឹងមកពួកខ្ញុំក៏បានដើរថតរូបលេងតាមផ្លូវតាមកន្លែងស្អាតហ្នឹងអញ្ចឹងណាចូលទៅខ្ញុំបានដើរមើលបានគេពេញទៅនឹងហ្មងចាអត់ទិញអត់អីទេឃើញអាខាប់ភីបារ៉ានេះខ្ញុំច្រើនម៉ូតច្រើនម៉ាក់ណានៅគ្នានេះម៉ូតស្អីក៏មានដែរថាខ្លាញ់មែនតើហ្មងតែតម្លៃរៀងខ្ពស់ដែរហើយទិញមកពិបាកវិចមកខ្មែរដែរអញ្ចឹងទៅក៏បានទិញទៅប៉ុន្តែវាឃើញវាខ្ជូតពេកនៅគ្នាស្អាតមែនតើហ្មងឃើញគួរចង់ទិញបន្ទាប់មកក៏ដើរមើលបានគេនៅក្នុងហាងគេនៅក្នុងហ្នឹងអញ្ចឹងកន្លែងគេមានលក់ច្រើនហើយបានស្អីមានណាអូយខ្ញុំឃើញឲ្យខ្វះក៏ហ្មងបន្ទាប់ពីហ្នឹងមកយើងក៏បានមកកន្លែងចាប់តុក្កតានិយាយទៅចង់ចាប់ដែរតែមានលុយខ្ជិលវិញហើយក៏ឃើញកូនពីរនាក់នេះអូយគេនាំបងប្អូនគេមកចាប់តុក្កតានៅគ្នាឲ្យក្មេងៗណាអត់ឃើញម៉ែអត់ឃើញឪទេឃើញតែពីរនាក់បងប្អូនហ្នឹងហើយខ្ញុំទៅកេះសួរថាមិនបានមកតែពីរនាក់អញ្ចឹងហើយមិននាំបងប្អូនមកខូចអីអញ្ចឹងចេញពីផ្សារហ្នឹងមកក៏ខ្ញុំបានមកដល់កន្លែងផ្សាររាត្រីលក់ម្ហូបគេដូចទឹកពុះនៅផ្កាយ5បែបទៅនៅក្នុងផ្សាររាត្រីហ្នឹងមានលក់បែបម្ហូបណាអ្នកគ្នាម្ហូបអីក៏មានដែរនិយាយទៅបែប street food ណាទៅឡើងហ្នឹងមានច្រើនមុខច្រើនម៉ាក់មែនតើនិយាយទៅអាគ្រឿងបោះចិនដូចយើងឃើញតាម social media អីហ្នឹងគឺនៅនឹងមានលក់ទាំងអស់ហើយតម្លៃធូរថ្លៃទេអ្នកគ្នាអាប្រហិតគេគ្រឿងបន្លែអាំងអីរបៀបសាច់អាំងបែបចិននេះហ្នឹងមានទាំងអស់នៅក្នុងហ្នឹងហើយមានទៅហ៊ូស្អុយពួកខ្ញុំក៏បានចូលទៅទិញទៅហ៊ូស្អុយហ្នឹងដែរអ្នកគ្នាហើយឆ្ងាញ់មែនតើហ្មងណាតែគាត់ថាខ្ញុំអត់សូវចេះញ៉ាំមានមិត្តភក្តិខ្ញុំញ៉ាំថាឆ្ងាញ់មែនតើនេះអូយតំណងខ្លាំងហើយណាចាអញ្ចឹង food tech ទាំងអស់ហ្នឹងអ្នកគ្នាអាចមើលបានខ្ញុំសុំឈប់និយាយប៉ុណ្្នឹងហើយអ្នកគ្នាហត់ខ្លាំងណាស់អញ្ចឹងអ្នកគ្នាអាចមើលរូបដែលពួកខ្ញុំថតនៅក្នុងហ្នឹងបានណា